តបងអូនមករៀនបុកល្ហុងជាមួយនឹងទឹកប្រហុកប្រចាំហាងប៉ៃប៉ាតាហ៊ូអាំងយើងជាដំបូងគឺយើងត្រូវបុកប៊ីចេងហើយនឹងម្ទេសស្រាប់ម្ទេសគឺយើងប្រើពីរមុខម្ទេសក្រៀមហើយនឹងម្ទេសស្រស់យើងបុកម្ទេសនឹងឲ្យបែកបន្តិចមកយើងដាក់បន្លែចូលហើយស្រាប់បន្លែយើងប្រើ3មុខសណ្តែកគួរប៉េងប៉ោះហើយនឹងត្រប់សម្រាប់បងអូនដែលចូលចិត្តបន្លែអីផ្សេងក៏បងអូនអាចដាក់បន្លែផ្សេងតាមចំណង់ចំណូលចិត្តរបស់បងអូនយើងបុកបន្លែនឹងឲ្យទន់តិចមកយើងដាក់ស្ករក្រហមហើយយើងបុកច្របល់ចូលគ្នាបន្តិចមកយើងដាក់ក្រូចឆ្មាចូលសម្រាប់ក្រូចឆ្មាក៏យើងប្រើតែក្រូចឆ្មាស្រស់ដែរបងអូនវាមានក្លិនឈ្ងុយល្អហើយនឹងឆ្ងាញ់យើងដាក់ក្រូចឆ្មាហើយគឺយើងបុកវាឲ្យលាយស្ករបន្តិចមកយើងដាក់ជាមួយនឹងទឹកប្រហុករបស់យើងហើយសម្រាប់ទឹកប្រហុកនឹងយើងប្រើតែមួយវែកកន្លះឯងបងអូនសម្រាប់បុកល្ហុងមួយចានហើយក្នុងមួយដបហ្នឹងគឺយើងឲ្យបុកបានដល់ទៅ4ចានបន្ទាប់មកយើងដាក់ក្តាមប្រៃចូលយើងដាក់ក្តាមប្រៃចូលហើយយើងបុកឲ្យវាចូលជាតិជាមួយក្តាមនឹងហើយយើងដាក់ល្ហុងចូលហើយបន្ទាប់មកយើងបន្តបុកឲ្យវាចូលជាតិជាមួយល្ហុងនឹងហើយយើងក៏បុកយូរពេកតែទន់ពេកក៏អត់ឆ្ងាញ់ដែរល្ហុងនឹងអញ្ចឹងបុកល្ហុងយើងហើយជាការស្រេចឯងបងអូនសម្រាប់ពណ៌សបល់វាគឺថាឲ្យអ៊ូយហ្មងហើយសម្រាប់រសជាតិគឺវាអាស្រ័យទៅលើទឹកប្រហុកនឹងឯងសម្រាប់បងអូនដែលចូលចិត្តទឹកប្រហុកខាងហាងរបស់ខ្ញុំបងអូនក៏គិតថាឆ្ងាញ់អញ្ចឹងទៅហើយសម្រាប់ទឹកប្រហុកនឹងដែរមិនត្រឹមតែអាចយកទៅបុកល្ហុងបានទេបងអូនយកទៅធ្វើម្ហូបផ្សេងបានច្រើនទៀតដូចជានំបញ្ចុកទឹកប្រហុកឬក៏ធ្វើបុកទឹកគ្រឿងឬក៏ម្ហូបអីផ្សេងបានច្រើនទៀតបងអូនហើយយើងក៏មានច្រកជាដបលក់ដែរសម្រាប់បងអូនដែលចង់កម្មង់ទឹកប្រហុកពីខាងយើងយកទៅរៀនបុកល្ហុងខ្លួនឯងនៅផ្ទះឬក៏ធ្វើម្ហូបអីផ្សេងបងអូនក៏អាចកម្មង់ពីយើងបានដែរហើយញ៉ាំដោយទំនុកចិត្តដោយសារតែទឹកប្រហុកហ្នឹងយើងបានចម្អិនត្រឹមត្រូវមិនមែនឆៅទេបងអូនអញ្ចឹងបងអូនចង់កម្មង់អាចកម្មង់បានណាមានលក់នៅប៉ៃប៉ាតាហ៊ូអាំង